ជំរាបសួរបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលរស់នៅទីក្រុងរស់នៅតាមផ្ទះល្វែងហើយស្រឡាញ់ការដាំដុះប៉ុន្តែគ្មានដីសំបីតែមួយចំអាមតើយើងអាចមានបន្លែស្រស់ៗដើម្បីបរិភោគនៅខ្លួនឯងបានដែរទេថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនថាលំហតូចមួយលើដំបូលផ្ទះរបស់បងប្អូនក៏អាចក្លាយជាប្រភពអាហារសុខភាពរបស់គ្រួសារបានដែរយើងដឹងហើយថានៅលើទីផ្សារជួនកាលយើងមិនដឹងប្រភពបន្លែច្បាស់លាស់ឬខ្លាចមានសារធាតុគីមីសម្រាប់អ្នករស់នៅទីក្រុងបញ្ហាប្រឈមបំផុតគឺគ្មានដីនេះហើយជាមូលហេតុដែលជំរុញឲ្យខ្ញុំចាប់ផ្ដើមច្នៃប្រឌិតខ្ញុំចង់ឲ្យគ្រួសារខ្ញុំបានទទួលទានរបស់ដែលល្អបំផុតនិងចង់បង្ហាញបងប្អូនថាភាពចង្អៀតមិនមែនជាឧបសគ្គនៃការព្យាយាមនោះទេនេះគឺជាប្រព័ន្ធហៃដ្រូប៉ូនិកបែបបញ្ឈរសារៈសំខាន់របស់វាគឺចំណេញទីតាំងបងប្អូនដាំលើទុយោបញ្ឈរមួយដើមស្មើនឹងទំហំដី5ម៉ែត្រការ៉េអនាម័យគ្មានដីគ្មានភក់គ្មានមេរោគក្នុងដីនិងងាយស្រួលថែទាំសន្សំសំចៃទឹកវិលជុំមិនខ្ជះខ្ជាយអ្វីដែលពិសេសគឺគ្រប់គ្រងវាបាន 100% ទាំងសារធាតុចិញ្ចឹមនិងអនាម័យបងប្អូនខ្លះប្រាប់ខ្ញុំថាចង់ដាំដែរតែខ្លាចដាំមិនរួចឬគ្មានពេលខ្ញុំចង់ប្រាប់ថាចាប់ផ្ដើមពីតូចទៅមុនទៅបងប្អូនការដាំដុះបន្លែមិនត្រឹមតែជាអាហារប៉ុណ្ណោះទេតែវាជាការសម្រាកខួរក្បាលក្រោយពីធ្វើការនឿយហត់បើខ្ញុំធ្វើបានបងប្អូនក៏ធ្វើបានដែរឆ្នៃលំហតូចដែលយើងមានឲ្យទៅជាកន្លែងបៃតងដើម្បីសុខភាពយើងនិងមនុស្សដែលយើងស្រឡាញ់សង្ឃឹមថាវីដេអូនេះនឹងក្លាយជាកម្លាំងចិត្តដល់បងប្អូនបើបងប្អូនចង់ចេះបច្ចេកទេសដាំឬចង់បានឧបករណ៍ដែលខ្ញុំកំពុងតែប្រើអាចតាក់ទងមកខ្ញុំកសិករទីក្រុងបានហើយរីករាយនឹងចែករំលែកជួយឲ្យបងប្អូនមានសួនបន្លែផ្ទាល់ខ្លួនដែលជាសួនបន្លែសុវត្ថិភាពសម្រាប់គ្រប់ក្រុមគ្រួសារបងប្អូនទទួលទានព្រមទាំងសុខភាពគួរជាទីគយគន់នៅពេលដែលបងប្អូនមានអារម្មណ៍ថាស្មុគស្មាញការងារពេញមួយថ្ងៃសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមសំណាងល្អសុខភាពល្អទាំងអស់គ្នា